សំណួរផ្សេងៗដែលម៉ែតែងតែមានតោជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនលាងដបឡាស់បូបូនេះលាងម្ដងរយៈពេលប្រហែលរ៉ាម៉ូតស្តង់ដាចំណាយពេល95នាទីម៉ែចូលទៅ95នាទីស្រោចចាយូម្ល៉េះអា95នាទីហ្នឹង full cycle គេមានន័យថាមកជុំហ្មងលាងចំហុយសំងួតនៅខាងក្នុងនឹងមកកាផ្លេខ្លះគាត់ច្រឡំគាត់ស្មានតែលាងឬសូ95នាទីអូយយូរប៉ុន្តែគាត់មានចាប់អារម្មណ៍ថានៅក្នុងនឹងចំហុយសំងួតក៏មានសំងួតឲ្យស្ងួតទៀតអញ្ចឹងកុំយល់ច្រឡំហើយម៉ែគឺមិនត្រឹមតែលាងទេលាងហើយវាចំហុយហើយវាសំងួតសម្រាប់មេរោគក្នុងនឹងទាំងអស់ទៅដាក់ដបប្រឡាក់ចូលដបថ្មីចេញមកវិញហ្នឹងគឺសម្រាប់ប្រើយកតែម្ដងហើយប្រព័ន្ធទឹកសំណួរទី2ហ្នឹងត្រូវភ្ជាប់ទឹករត់ឬមួយក៏គេធ្វើទឹកអាម៉េចអាហ្នឹងហើយដល់ពេលបហូរទឹកកខ្វក់ហ្នឹងគេធ្វើអាម៉េចម៉ែអានេះទឹកកខ្វក់គេមានតែយកគេបញ្ចេញនៅឡាបូលាងចានក៏បានរកកូនធុងកូនចាន់ដែកអីមួយដាក់ហូរចេញក៏បានដែរពួកប្រព័ន្ធទឹកស្អាតវិញគឺគេមានធុងជាប់ជាមួយនឹងម៉ាស៊ីនដកចេញអញ្ចេះក៏បានដែរបើយើងមិនចង់ដកចេញនាំធ្ងន់យើងចាក់ទឹកចូលមានកន្លែងបើកចាក់ទឹកចូលអីអញ្ចឹងណាម៉ែចង់ចាក់ទឹកចូលនៅម៉ាស៊ីនផ្ទាល់ក៏បានបើថាយើងអាសាយើងដកចេញយកទៅដាក់ទឹកក្បាលរំលេអញ្ចឹងទៅប្រើទឹកស្អាតធម្មតាទឹកម៉ាស៊ីននេះហ្នឹងប្រើទឹកម្ដងកុំប្រើទឹកស្រះពេលខ្លះទៅវាក៏ក្រិចលាងដបដាក់គោអត់ស្អាតទេដល់កន្លែងបរិមាណកំណត់គេទៅរវល់ហើយប្រព័ន្ធទឹកអត់មានអីរញ៉េរញ៉ៃទេហើយទឹកនេះដាក់ចូលត្រជាក់ហើយវាបំលែងទៅជាក្តៅមានសម្រាប់អីកម្ដៅវានៅខាងក្នុងហ្នឹងអញ្ចឹងឬសូលាងទឹកក្តៅអ្នកខ្លះគាត់ខ្លាចថាគាត់ត្រូវដាំទឹកក្តៅយកមកចាក់ចូលអត់ទេហើយនេះនៅពេលដែលលាងហើយវាចំហុយសម្ងួតខ្ញុំប្រាប់អញ្ចឹងចំហុយសម្ងួតឲ្យស្ងួតហើយគេមានម៉ូដរក្សាទុក72ម៉ោងម៉ូដរក្សាទុក72ម៉ោងហ្នឹងម៉ែខ្លះគាត់ឆ្ងល់ស្អីអាហ្នឹងម៉ែខ្លះគាត់លាងហើយគាត់ឡើងគេងបានយកផ្ទល់ភ្លឺនៅខាងក្នុងហ្នឹងក៏មិនបារម្ភខ្លាចមានមេរោគកាត់ឡើងមកវិញដែរអញ្ចឹងងាយស្រួលមែនតើលាងឲ្យទៅគាត់ធ្វើការឃើញអីផ្សេងគាត់ទៅម៉ោងកន្លះក្រោយមកមើលដបនឹងវិញមកអាចដកចេញយកមកប្រើតែម្ដងអញ្ចឹងបានម៉ាស៊ីនលាងដបពេញនិយមម៉ែសម័យឥឡូវដោយសារតែជួយការងារយើងបានច្រើនជួយសម្រួលពេលវេលាហើយយើងអត់ត្រូវការម៉ាស៊ីនច្រើនទេយើងត្រូវការតែមួយហ្នឹងលាងឲ្យវាចំហុយសម្ងួតអីនៅក្នុងហ្នឹងមកកាផ្លេទាំងអស់អញ្ចឹងហើយបានម៉ែភាគច្រើនគាត់ដឹងគាត់ឆ្លាតដែរគាត់ទិញតែហ្នឹងមួយរួចខ្លួនហ្មងធូរកម្លាំងច្រើនណាយើងលាងដបមួយថ្ងៃ3 4ដងមកថាកូនមុំញឹកទៀតអ្នកខ្លះលាង4 5ដងបើត្រូវបូមទឹកដោះទៀតអូលាងដបញឹកណាស់អញ្ចឹងដល់ពេលគាត់ទិញម៉ាស៊ីននេះមួយទៅគាត់ធូរកម្លាំងគាត់សើហត់កុំឲ្យពេលណាកូនគេងរត់មកលាងពេលណាកូនគេងរត់មកលាងគាត់ហត់ខ្លាំងតដៃតជើងប៉ាត់ការងារលាងដបយើងគិតតែការងារប្តីតែពេលខ្លះប្តីអត់នៅយើងមិនលាងដល់ពេលយើងបានលាងអត់មានអីឲ្យកូនបើអត់បានលាងអត់មានអីយកមកបូមទឹកដោះអញ្ចឹងដល់ពេលយើងប្រើប្រាស់ម៉ាស៊ីនលាងដបនេះទៅធូរកម្លាំងច្រើននិងពេលវេលាបានច្រើនហើយក៏មិនសូវឆ្លោះគ្នាប្តីប្រពន្ធដែរនិយាយទៅជួយបានច្រើនហ្មង